សូមស្វាគមន៍យ៉ាងកក់ក្ដៅមកកាន់ Book Tone ខ្មែរម្ដងទៀតនៅក្នុងសប្ដាហ៍ថ្មីដ៏ស្រស់បំព្រងនេះយើងខ្ញុំពុតជាមានក្តីរំភើបរីករាយជាខ្លាំងដែលបាននាំយកនៅគម្រោងគតិបណ្ឌិតដ៏មានតម្លៃពីសៀវភៅដ៏មានអត្ថន័យមួយក្បាលទៀតមកចែករំលែកជូនដល់អស់លោកអ្នកតើអ្នកធ្លាប់ចោទសួរខ្លួនឯងទេថាតើការងារដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃនេះពិតជាផ្ដល់នូវក្តីសុខនិងអត្ថន័យពិតប្រាកដដល់ជីវិតរបស់ខ្ញុំដែរឬទេតើខ្ញុំអាចស្វែងរកការងារមួយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានភាពពេញលេញនិងមានក្តីសង្ឃឹមជារៀងរាល់ព្រឹកនៅពេលដែលខ្ញុំភ្ញាក់ពីដំណេកដោយរបៀបណាប្រសិនបើអ្នកធ្លាប់មានសំណួរទាំងនេះនៅក្នុងចិត្តសៀវភៅដែលយើងនឹងលើកយកមកបង្ហាញជូនក្នុងសប្តាហ៍នេះប្រកាសជាអាចដុតភ្លើងនៅក្នុងចិត្តនិងបំភ្លឺផ្លូវដល់អ្នកបានសៀវភៅនេះមិនត្រឹមតែល្បីល្បាញនៅជុំវិញពិភពលោកប៉ុណ្ណោះទេប៉ុន្តែវាក៏បានផ្លាស់ប្ដូរទស្សនៈនិងជីវិតរបស់មនុស្សរាប់លាននាក់ផងដែរជាមួយនឹងចំណងជើងដ៏ទាក់ទាញនិងខ្លឹមសារដ៏មានអានុភាព How to find fulfilling work ដែលអាចបកប្រែជាភាសាខ្មែរថាវិធីស្វែងរកការងារដែលបំពេញជីវិតរបស់អ្នកដើម្បីងាយស្រួលចងចាំនិងឆ្លុះបញ្ចាំងពីខ្លឹមសារនៃសៀវភៅនេះកាន់តែច្បាស់យើងខ្ញុំសូមសម្រួលចំណងជើងនេះជាភាសាខ្មែរយ៉ាងខ្លីប៉ុន្តែពោរពេញដោយអត្ថន័យថាការងារនិងក្តីសង្ឃឹមតោះសូមចាប់ផ្ដើមដំណើរស្វែងរកការងារក្នុងក្តីស្រមៃនិងបង្កើតក្តីសង្ឃឹមក្នុងជីវិតរបស់យើងទាំងអស់គ្នាសៀវភៅមួយក្បាលនេះគឺត្រូវបានសរសេរឡើងក្នុងគោលបំណងដើម្បីធ្វើជាចម្លើយទៅនឹងសំណួរជាច្រើនអំពីជីវិតដែលពិបាកនៅក្នុងការរកចម្លើយសៀវភៅមួយក្បាលនេះត្រូវបានសរសេរឡើងដោយលោក Roman Kushner លោកគឺជាទស្សនវិទូសាធារណៈមួយរូបដែលតែងតែសរសេរនិងផ្ដោតតម្លៃខ្លាំងទៅលើថាមពលគំនិតវិជ្ជមានទាំងឡាយណាដែលអាចផ្លាស់ប្ដូរសង្គមនិងពិភពលោកទាំងមូលហើយតាមរយៈស្នាដៃរបស់លោកមួយនេះលោកបានព្យាយាមបង្ហាញនិងណែនាំនូវគោលគំនិតដ៏មានសារៈប្រយោជន៍មួយចំនួនដែលធានាថានឹងអាចជួយជំរុញផ្លូវចិត្តនិងបញ្ឆេះក្តីសង្ឃឹមដែលស្ទើរតែរលត់បាត់ពីដួងចិត្តនិងការគិតរបស់អ្នកឲ្យមានជំហររលរៀលជាថ្មីឡើងវិញនិងអាចគ្រប់គ្រងកម្លាំងថាមពលទាំងនោះដើម្បីចាប់យកការងារក្នុងក្តីស្រមៃដែលអាចធ្វើឲ្យអ្នករីកចម្រើនពិតប្រាកដប្រសិនបើអ្នកពិតជាមានបំណងចង់ធ្វើជាបុគ្គលិកដ៏ល្អនិងពូកែអស្ចារ្យម្នាក់សម្រាប់ស្ថាប័នសៀវភៅនេះគឺល្អបំផុតសម្រាប់លោកអ្នកដែលកំពុងតែបម្រើការងារនៅក្នុងស្ថាប័នផ្សេងៗដើម្បីប្រើប្រាស់ជាសូចនាការនៅក្នុងការត្រួតពិនិត្យស្ថានភាពនៃការងាររបស់ខ្លួនក៏ដូចជាជួយអ្នកដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយថាតើការងារដែលអ្នកកំពុងតែធ្វើនោះគឺជាការងារដែលផ្ដល់ភាពរីករាយក្តីសង្ឃឹមនិងអាចជួយអ្នកឲ្យរីកចម្រើនពិតប្រាកដនៅលើវិថីវិជ្ជាជីវៈការងារនេះដែរឬទេនៅក្នុងយុគសម័យដែលសកលលោកទាំងមូលកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងយ៉ាងល្បឿនទិន្នផលនិងប្រសិទ្ធភាពនោះការទទួលបាននូវការងារដ៏ល្អមួយដែលអាចធ្វើឲ្យអ្នករីកចម្រើនទៅមុខបានជាមួយនឹងក្តីសង្ឃឹមពិតប្រាកដនោះគឺពិតជាបំណងប្រាថ្នាដ៏ធំមួយនៃមនុស្សជាច្រើនในយុគសម័យនេះពីព្រោះថាវាមានសុវត្ថិភាពមិនចាំបាច់គិតខ្វល់ខ្វាយច្រើនពាក់ព័ន្ធទៅនឹងរឿងខាតចំណិនឬប្រាក់ខែបុគ្គលិកដូចជាការចិនរកស៊ីនោះទេដូច្នេះដើម្បីកុំឲ្យខាតពេលយូរនោះតោះយើងទៅសិក្សាស្វែងយល់ជាមួយគ្នានៃគោលគំនិតសំខាន់ៗដូចតទៅគំនិតទី1ការស្វែងរកការងារមិនមែនជារឿងដែលលំបាកពេកនោះទេប៉ុន្តែការស្វែងរកការងារមួយដែលអ្នកស្រឡាញ់ពេញចិត្តដែលអាចធ្វើឲ្យអ្នករីកចម្រើនពិតប្រាកដទៅវិញទេទើបជារឿងដែលលំបាកបំផុតនោះមានការងារជាច្រើនប្រភេទនិងមានស្ទើរតែនៅគ្រប់ទីកន្លែងទៅហើយដែលអ្នកអាចជ្រើសរើសដាក់ពាក្យបម្រើការបានប៉ុន្តែសំណួរសួរថាតើក្នុងចំណោមការងារទាំងអស់នោះតើការងារមួយណាទៅដែលអាចធានាដល់សុភមង្គលផ្លូវចិត្តនិងភាពរីកចម្រើនពិតប្រាកដរបស់អ្នកយើងតែសង្កេតឃើញថាការផ្លាស់ប្ដូរការងាររបស់មនុស្សពីកន្លែងមួយទៅកាន់កន្លែងណាមួយផ្សេងទៀតបានคล้ายទៅជារឿងធម្មតាទៅហើយគ្មានអ្វីចម្លែកនោះទេហើយមិនត្រឹមតែការងារប៉ុណ្ណោះទេដែលមនុស្សភាគច្រើនបានផ្លាស់ប្ដូរនោះពួកគេថែមទាំងហ៊ានផ្លាស់ប្ដូររហូតទៅដល់មុខរបរឬវិជ្ជាជីវៈរបស់ពួកគេទៀតផងសប្តាហ៍ថ្ងៃនេះអ្នកខ្លះធ្វើការសុកបែរជាលាឈប់ដើម្បីរត់តាមក្តីស្រមៃរបស់ខ្លួនចេញរកស៊ីក៏មានអ្នកខ្លះទៀតស្ថិតនៅក្នុងវិស័យសិល្បៈសុកបែរជាបែកគំនិតបោះបង់អាជីពនោះមកប្រកបរបររកទទួលទាននៅក្នុងវិស័យអចលនទ្រព្យក៏មានគ្រប់បែបគ្រប់សន្តានទៅតាមការយល់ឃើញនិងជំរិតរបស់ពួកគេរៀងៗខ្លួនប៉ុន្តែអ្វីដែលយើងសង្កេតឃើញថាជាចំណុចស្នូលនៃការផ្លាស់ប្ដូរមុខរបរវិជ្ជាជីវៈឬកន្លែងការងាររបស់ពួកគេទាំងនោះគឺដោយសារតែរឿងចំណូលប៉ុណ្ណោះនិយាយភាសាសាមញ្ញឲ្យងាយស្ដាប់ទៅ
គឺគ្មានរឿងអ្វីក្រៅតែអំពីរឿងលុយនោះទេពីព្រោះថាលុយគឺពិតជាសំខាន់នៅក្នុងការដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងដូច្នេះហើយបានជាគ្រប់គ្នាតែងតែព្យាយាមស្វែងរកការងារធ្វើនៅដំបូងដៃបង្អស់ពីព្រោះថាពួកគេយល់ថាពួកគេនឹងមានសុវត្ថិភាពមានប្រាក់ចំណូលប្រចាំខែដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុន្តែនៅទីនេះមានសំណួរមួយត្រូវបានចោទសួរឡើងជាច្រើននៅក្នុងចិត្តគំនិតរបស់យើងផងដែរថាតើការបំពេញការងារនៅក្នុងជីវិតរបស់យើងរាល់គ្នានេះគឺដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់យើងតែមួយមុខតើមែនដែរឬទេបើមិនមែនតើមានពុបហេតុឬគោលបំណងអ្វីផ្សេងទៀតដែរឬទេនៅពីក្រោយការបំពេញតួនាទីនៅក្នុងការងារឬវិជ្ជាជីវៈទាំងនោះនៅក្នុងសៀវភៅនេះអ្នកនិពន្ធបានលើកយកតួអង្គស្ត្រីម្នាក់ដែលមានឈ្មោះថា Samira Khan ដែលបានខិតខំតស៊ូរៀនសូត្រយ៉ាងខ្លាំងដើម្បីចាប់យកក្តីស្រមៃរបស់នាងក្នុងការក្លាយខ្លួនទៅជាមេធាវីមួយរូបគាត់ទទួលបានផ្នត់គំនិតនិងការគាំទ្រយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់គាត់ឲ្យនឹកស្រឡាញ់តែអាជីពជាមេធាវីនេះតាំងតែពីគាត់មានអាយុបាន6ឆ្នាំមកម្ល៉េះហើយនៅទីបំផុតក្តីសុបិនរបស់គាត់ក៏បានសម្រេចដោយបំណងរបស់គាត់ទទួលបានការងារជាមេធាវីដោយក្តីប្រាថ្នានៅក្នុងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់មួយកន្លែងដែលបានផ្ដល់ប្រាក់បៀវត្សយ៉ាងល្អដល់រូបគាត់ដែលអាចឲ្យគាត់រស់នៅបានសុខស្រួលដោយមិនមានបញ្ហានៅក្នុងការទូទាត់ការចំណាយវិក័យប័ត្រផ្សេងៗនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់ឡើយស្ថានភាពការងាររបស់គាត់ក៏ចេះតែបន្តទៅមុខពីមួយឆ្នាំទៅមួយឆ្នាំមិនមានផលរមាក់អីនោះឡើយរហូតដល់មានថ្ងៃមួយស្រាប់តែគាត់ហាក់នឹកភ្នួរគិតទៅដល់រឿងវាយតម្លៃគុណភាពជីវិតរបស់គាត់ស្រាប់តែគាត់ភ្ញាក់ខ្លួនព្រឺតហើយរកឃើញថាគាត់មិនបានពេញចិត្តឬទទួលបាននូវសុភមង្គលផ្លូវចិត្តពិតប្រាកដជាមួយនឹងការងាររបស់គាត់ដែលគាត់កំពុងតែធ្វើនោះទេគាត់បានរកឃើញថាសុភមង្គលផ្លូវចិត្តដោយពេញលេញរបស់គាត់គឺពិតជាមិនបានកើតចេញពីការងារជាមេធាវីដែលគាត់បានខិតខំតស៊ូរៀនសូត្ររហូតទទួលបានការងារនោះព្រមទាំងទទួលបានប្រាក់បៀវត្សល្អដែលអាចឲ្យគាត់រស់នៅបានដោយសុខស្រួលនោះឡើយមានបងប្អូនយើងជាច្រើនក៏មិនខកពីកញ្ញា Samira Khan ខាងលើនេះដែរមែនទេប៉ុន្តែចំណុចខុសគ្នារវាងអ្នកទាំងអស់គ្នាភាគច្រើនទៅនឹងកញ្ញា Samira Khan នោះគឺនៅត្រង់ថាគាត់បានស្វែងយល់និងរកឃើញថាការងារដែលគាត់កំពុងតែធ្វើសប្តាហ៍ថ្ងៃនេះមិនបានផ្ដល់សុភមង្គលពិតនិងភាពរីកចម្រើនពិតប្រាកដដល់គាត់នោះទេគាត់បានគិតទៅដល់ថ្ងៃខាងមុខដ៏វែងឆ្ងាយធៀបជាមួយនឹងផែនការជីវិតរបស់គាត់ទើបគាត់រកឃើញថាការងារជាមេធាវីនេះมันបានរួមចំណាយនៅក្នុងដំណើរផ្លូវដើម្បីទៅសម្រេចផែនការអនាគតរបស់គាត់នោះទេគាត់បានរកឃើញថាការងារជាមេធាវីនេះគឺគ្រាន់តែជាជម្រើសបណ្ដោះអាសន្នមួយដែលគាត់បានរើសកាលពីពេលដែលគាត់ពុំទាន់បានស្គាល់ពិភពលោកនេះបានច្បាស់នៅក្នុងកម្រិតមួយដូចក្នុងពេលនេះតែប៉ុណ្ណោះចុះចំណែកអ្នកទាំងអស់គ្នាវិញតើការងារដែលអ្នកទាំងអស់គ្នាកំពុងតែបំពេញរាល់ថ្ងៃនេះបានផ្ដល់នូវសុភមង្គលផ្លូវចិត្តពេញលេញនិងភាពរីកចម្រើនពិតប្រាកដដល់អ្នកហើយឬនៅក្រៅតែអំពីប្រាក់ខែនោះតើវាជាអ្វីមួយដែលធ្វើឲ្យអ្នករីករាយនឹងធ្វើមានមោទនភាពក្នុងការធ្វើនិងផ្ដល់គុណតម្លៃត្រឡប់មកដល់អ្នកវិញទៅតាមការចង់បានតាមបំណងប្រាថ្នារបស់អ្នកហើយឬនៅគំនិតទី2ដឹងពីអ្វីដែលអ្នកចង់បានហើយហេតុអ្វីនៅតែរកមិនឃើញនៅពេលដែលអ្នកអាចគូវាក្លងចិត្តបានហើយថាការងារបែបណាទើបអាចធ្វើឲ្យបេះដូងអ្នករីកស្រស់ថ្លានិងនាំអ្នកទៅកាន់ភាពជឿនលឿនពិតប្រាកដបាននោះភារកិច្ចបន្ទាប់គឺប្រៀបដូចជាអ្នកបរបាញ់ក្តីស្រមៃអ្នកត្រូវតែដាក់ចិត្តដាក់កាយតាមប្រមាញ់ការងារក្នុងក្តីស្រមៃនោះឲ្យទាល់តែបានប៉ុន្តែអ្នកធ្លាប់មានអារម្មណ៍បែបនេះទេអ្នកដឹងថាអ្នកចង់បានអ្វីប៉ុន្តែនៅពេលដែលត្រូវជ្រើសរើសអ្នកបែរជាឈរនៅស្ងៀមមិនដឹងធ្វើអ្វីទាំងអស់បញ្ហាធំបំផុតមួយរបស់យើងនៅក្នុងសម័យនេះមិនមែនមកពីយើងគ្មានជម្រើសទេតែមកពីយើងមានជម្រើសច្រើនពេកច្រើនរហូតដល់យើងលែងដឹងថាត្រូវដើរទៅផ្លូវណាប្រៀបដូចជាយើងកំពុងវង្វេងនៅក្នុងព្រៃនៃជម្រើសដ៏ធំធេងធ្វើឲ្យយើងបែកអារម្មណ៍និងពិបាកសម្រេចចិត្តរឿងនេះពិតជាត្រឹមត្រូវជីវិតយើងតាំងពីភ្ញាក់ពីដំណេករហូតដល់ចូលគេងវិញគឺពោពេញទៅដោយការសម្រេចចិត្តជ្រើសរើសខុសមួយជំហានជីវិតអាចជួបបញ្ហាជាច្រើនតែបើជ្រើសរើសត្រូវផ្លូវជីវិតក៏នឹងជួបតែភាពភ្លឺស្វាងលោក Barry Schwartz អ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ The Paradox of Choice ភាពចម្លែកនៃជម្រើសបានពន្យល់យ៉ាងច្បាស់ថាផលប៉ះពាល់ដ៏អាក្រក់នៃការមានជម្រើសច្រើនពេកគឺវាធ្វើឲ្យយើងពិបាកសម្រេចចិត្តយើងជាប់គាំង
មិនអាចបោះជំហានទៅមុខបានហើយបាត់បង់សមត្ថភាពក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវសរុបឲ្យខ្លីគឺជំរឿសកាន់តែច្រើនការសម្រេចចិត្តកាន់តែលំបាកសំណួរទី1តើអ្នកគឺជានរណាសំណួរនេះគឺជាសំណួរដេញដោលដែលធ្វើឲ្យអ្នកអាចស្វែងរកខ្លួនពិតរបស់អ្នកបានកាលដែលអ្នកដឹងថាខ្លួនឯងគឺជានរណាចូលចិត្តធ្វើអ្វីពូកែអ្វីហើយអ្នកកំពុងតែធ្វើអីហើយអ្វីទៅដែលធ្វើឲ្យអ្នករីករាយនិងរំភើបបំផុតនៅក្នុងជីវិតរបស់អ្នកចម្លើយទៅនឹងសំណួរទាំងអស់នេះគឺជាជំហានដ៏ធំមួយដែលអ្នកបានបោះដើម្បីឈានឆ្ពោះទៅរកការសម្រេចចិត្តនិងបង្កើតរបត់នៃការផ្លាស់ប្ដូរដ៏ត្រឹមត្រូវមួយនៅក្នុងជីវិតរបស់អ្នកសំណួរទី2តើការងារដែលអ្នកកំពុងតែធ្វើរាល់ថ្ងៃនេះបានផ្ដល់នូវគុណធម៌អ្វីខ្លះចំពោះអ្នកតើអ្នកមានភាពរីករាយមានសេចក្តីពេញចិត្តនៅក្នុងការបំពេញកិច្ចការងារនោះដែរឬទេតើអ្នកបំពេញកិច្ចការងារនោះជាមួយនឹងសម្ពាធនៃភាពតានតឹងនៅក្នុងអារម្មណ៍ដែរឬទេតើស្ថានភាពការងាររបស់អ្នករាល់ថ្ងៃនេះមើលទៅហាក់បីដូចជារូបញាក់គឺជាទាសានៃពេលវេលានិងគោលដៅដែលបានកំណត់ដោយក្រុមហ៊ុនដែលអ្នកត្រូវតែសម្រេចឲ្យបានតាមការគ្រោងទុកដែរឬទេតើការងាររបស់នោះបានជួយជំរុញនិងលើកស្ទួយជីវិតផ្ទាល់ខ្លួនរបស់អ្នកដែរឬទេឬក៏ពីមួយថ្ងៃទៅមួយថ្ងៃវាកាន់តែធ្វើឲ្យជីវិតផ្ទាល់ខ្លួនរបស់អ្នកកាន់តែហិនហោយទៅហើយស្វែងរកភាពរីកចម្រើនមកដាក់ខ្លួនមិនឃើញសោះដែរឬទេគំនិតទី3រៀនសម្រេចចិត្តនៅក្នុងគំនិតនេះអ្នកនិពន្ធបានលើកយកបរិសម្នាក់ដែលមានឈ្មោះថា Rob Archer ដែលគាត់មានរឿងរ៉ាវជីវិតជាច្រើនដែលអាចចែករំលែកធ្វើជាគំរូដល់មនុស្សជាច្រើនហើយដែលរឿងរ៉ាវទាំងអស់នោះគឺសុទ្ធតែជាប្រភពនៃកម្លាំងចិត្តនិងត្រូវបានយកទៅប្រើប្រាស់ជាអត្ថបទយោង references សម្រាប់ការសិក្សាជាច្រើនផងដែរលោក Rob Archer បានចម្រើនវ័យធំធាត់ឡើងនៅក្នុងតំបន់អាណាធិបតេយ្យមួយកន្លែងនៅ Liverpool ទីក្រុងឡុងនៃប្រទេសអង់គ្លេសដែលជាតំបន់មានការជួញដូរគ្រឿងញៀនយ៉ាងកក្លឿននិងភាពឥតមានការងារធ្វើកំពុងតែរាតត្បាតស្ទើរគ្រប់ទីកន្លែងហើយបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងទៅដល់យុវវ័យនៅក្នុងតំបន់នោះប៉ុន្តែជាសំណាងល្អលោករ៉ូបបានចំណេះបញ្ហានិងការលំបាកទាំងអស់នោះដោយស្វែងរកការអប់រំមកដាក់ខ្លួនពីព្រោះគាត់យល់ឃើញថាមានតែការអប់រំមួយមុខប៉ុណ្ណោះដែលអាចជួយគាត់ឲ្យមានសុវត្ថិភាពនៅទីភពគាត់បានបំពេញការសិក្សាដោយជោគជ័យហើយទទួលបានការងារយ៉ាងល្អជាអ្នកប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងដែលខកប្លែកពីយុវវ័យជាច្រើននៅក្នុងតំបន់នោះและក្នុងទសវត្សរ៍ទី80នោះកំពុងតែត្រូវបានយាយីដោយគ្រឿងញៀនយ៉ាងអនាធិបតេយ្យលោករ៉ូបចំណូលបានយ៉ាងច្រើននិងរស់នៅយ៉ាងសមរម្យបំផុតប៉ុន្តែនៅទីបំផុតលោកបែរជាមានអារម្មណ៍ថាបាត់បង់ភាពរីករាយសុភមង្គលនៅក្នុងការបំពេញកិច្ចការទាំងអស់នោះទៅវិញស្ថានភាពនេះបានបន្តញ៉ាំញីអារម្មណ៍ក៏ដូចជាប្រសិទ្ធភាពការងាររបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃមួយគាត់ហ៊ានសម្រេចចិត្តចាកចេញពីកិច្ចការដែលផ្ដល់សុវត្ថិភាពចំណូលដល់គាត់ដោយគ្មានស្ដាយស្រណោះនៅត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់បន្ថែមថាអ្នកទាំងអស់គ្នាមិនចាំបាច់ត្រូវធ្វើតាមលោករ៉បចាក់ចេញពីការងារដែលលោកអ្នកកំពុងតែធ្វើរាល់ថ្ងៃនោះឡើយពីព្រោះថានៅមានកត្តាជាច្រើនទៀតដែលតម្រូវឲ្យអ្នកត្រូវតស៊ូអត់ទ្រាំជាមួយនឹងការងារដែលអ្នកត្រូវធ្វើរាល់ថ្ងៃនេះបើទោះបីថាអ្នកមិនពេញចិត្តមិនស្រឡាញ់យ៉ាងណាក៏ដោយប៉ុន្តែចំនួនមកវិញអ្នកអាចរៀនចូលចិត្តរៀនស្រឡាញ់និងឲ្យតម្លៃការងារនោះដោយសម្លឹងរកមេលគុណតម្លៃល្អៗពីសកម្មភាពរបស់អ្នកប៉ុន្តែប្រសិនបើអ្នកបានសិក្សាស្វែងរកគុណតម្លៃនៅក្នុងការងារនោះអស់ចិត្តអស់ចង់ហើយនៅតែរកមិនឃើញគឺវាសមល្មមដល់ពេលដែលអ្នកអាចពិចារណាចាក់ចេញពីការងារនោះហើយមានមនុស្សជាច្រើនមានការភ័យខ្លាចនៅក្នុងការឈានជើងចាក់ចេញពីការងារដែលគេកំពុងតែធ្វើរាល់ថ្ងៃទាំងមិនពេញចិត្តនេះក៏ដោយសារតែមានកត្តាជាច្រើននៅពីក្រោយដូចជាចំណូលពីការងារនោះគឺជាប្រភពចំណូលតែមួយគត់សម្រាប់ផ្គត់ផ្គង់គ្រួសារទាំងមូលឬដោយសារតែអ្នកបានសន្សំក្រេឌីតជាមួយនឹងការងារនោះយ៉ាងច្រើនមកហើយលាក់បង់ទាំងពេលវេលានិងការខិតខំប្រឹងប្រែងជាច្រើនមកហូរហែផងដែរហើយដូច្នេះហើយដែលវាពិតជាធ្វើឲ្យអ្នកមានការលំបាកនៅក្នុងការឈានជើងចាក់ចេញពីការងារនោះយ៉ាងខ្លាំងមែនទេអ្នកខ្លះទៀតមិនហ៊ានចាក់ចេញក៏ដោយសារតែវាគឺជាតម្បានសុវត្ថិភាពសម្រាប់គាត់ត្បិតថាវាមិនបានផ្ដល់ភាពរីកចម្រើនឬសុភមង្គលផ្លូវចិត្តដល់គាត់បានពេញលេញឬអត់សោះក៏ដោយរីឯអ្នកខ្លះទៀតមិនហ៊ានចាក់ចេញក៏ដោយសារតែខ្លាចថាជាការសម្រេចចិត្តមិនត្រឹមត្រូវខណៈមិត្តរួមការងារសុខចិត្តខំមាត់សង្កត់ចិត្តនៅទីនោះបើទោះបីជាពួកគេមិនពេញចិត្តយ៉ាងណាក៏ដោយនេះគឺជារឿងដែលលំបាកនៅក្នុងការសម្រេចចិត្តមួយក្នុងចំណោមរឿងលំបាកក្នុងការសម្រេចចិត្តជាច្រើនផ្សេងទៀតនៅក្នុងជីវិតឧទាហរណ៍
នៅពេលដែលវិជ្ជបណ្ឌិតហត់នឿយខ្លាំងហើយមានការរអ៊ូរទាំអំពីស្ថានភាពការងារនិងពេលវេលាប្រចាំការរបស់ពួកគេយ៉ាងច្រើនប៉ុន្តែយើងកម្រនឹងឃើញពួកគេលាឈប់ពីការងារទាំងអស់នោះណានេះក៏ដោយសារតែពួកគេបានខិតខំតស៊ូវិនិយោគទាំងពេលវេលាលុយកាក់អស់យ៉ាងច្រើនទម្រាំអាចទទួលបានមុខនីតិជាវិជ្ជបណ្ឌិតនេះពិតជាមិនងាយស្រួលនោះទេមែនទេស្ថានភាពរបស់ពួកយើងមួយចំនួនក៏មិនខុសពីវិជ្ជបណ្ឌិតដែរដូច្នេះប្រសិនបើអ្នកយល់ថាអ្នកមិនអាចបោះបង់ការងារនោះបានទេដោយសារទម្ងន់នៃកត្តាផ្សេងៗដែលតម្រូវឲ្យអ្នកត្រូវតែនៅបន្តចូលអ្នកបន្តទៀតចុះដោយចំនួនមកវិញជាមួយការរៀនស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើនិងធ្វើវាដោយការទទួលខុសត្រូវហើយធ្វើឲ្យបានល្អប្រសើរឡើងជាងមុនជានិច្ចគំនិតទី4រៀនផ្ដល់ជីវិតនិងភាពស្រស់បំព្រងដល់ការងាររបស់អ្នកនៅស្ទើរតែគ្រប់ករណីទាំងអស់គ្រប់គ្នាសុទ្ធតែដឹងថាមានតែខ្លួនយើងប៉ុណ្ណោះដែលអាចកំណត់និងផ្ដល់សុភមង្គលដល់ខ្លួនយើងបានដូច្នេះប្រសិនបើការងាររបស់អ្នកពុំបានផ្ដល់នូវសុភមង្គលផ្លូវចិត្តពិតប្រាកដដល់អ្នកហើយមានលក្ខណៈគួរឲ្យធឹងទ្រាន់មិនគួរឲ្យចង់បំពេញតតែសោះនោះហេតុអ្វីអ្នកមិនព្យាយាមសាក់លបងផ្ដល់ជីវិតដ៏រស់រវើកនិងភាពស្រស់បំព្រងដល់ការងាររបស់អ្នកជំនួសវិញនៅក្នុងគំនិតនេះអ្នកនិពន្ធបានលើកយកករណីរបស់បុរសម្នាក់ដែលមានឈ្មោះថា Trevor Dean ដែលគាត់ពីមុនធ្លាប់បម្រើការងារជាជាងជួសជុលម៉ាស៊ីនត្រជាក់មុនពេលដែលគាត់បានផ្លាស់ប្ដូរការងារទៅជាអ្នកចាក់ថ្នាំរក្សាសាកសពឲ្យទុកបានយូរសម្រាប់ធ្វើបុណ្យស្ដាប់ទៅដូចជារឿងចម្លែកបន្តិចប៉ុន្តែលោក Trevor គឺពិតជាមានភាពរីករាយយ៉ាងច្រើនអំពីកិច្ចការនេះទៅវិញបើប្រៀបធៀបជាមួយនឹងការងារជាជាងជួសជុលម៉ាស៊ីនត្រជាក់កាលពីពេលមុនរបស់គាត់ការពេញចិត្តនេះមិនមែនកាត់ឡើងដោយសារតែគាត់រកចំណូលបានច្រើនជាងមុននោះទេប៉ុន្តែដោយសារតែគាត់បានឲ្យតម្លៃការងារក្រោយរបស់គាត់នេះយ៉ាងខ្លាំងគាត់ចាប់ផ្ដើមមានភាពរីករាយនិងមានអារម្មណ៍ថាទទួលបានសុភមង្គលពិតប្រាកដពីការងារនេះនៅពេលដែលគាត់ចាប់ផ្ដើមទទួលបានសម្បត្តិថ្លៃអំណរគុណពីក្រុមគ្រួសារសពកាន់តែច្រើនឡើងចំពោះកិច្ចថែរក្សាសពដោយយកចិត្តទុកដាក់ខ្ពស់ដូចជាសញ្ញានៃសពអញ្ចឹងគាត់បានរកឃើញថាគុណតម្លៃនៃការងាររបស់គាត់តាមពិតគឺជាការគោរពដែលគាត់ទទួលបានពីសំណាក់ក្រុមគ្រួសារសពដែលវាបានធ្វើឲ្យជីវិតការងាររបស់គាត់មួយនេះកាន់តែមានភាពរស់រវើកនិងពោរពេញដោយភាពស្រស់បំព្រងមិនគួរឲ្យធុញទ្រាន់ដោយការងារពីមុនរបស់គាត់នោះឡើយគំនិតទី5រៀនផ្លាស់ប្ដូរឥរិយាបថនិងការគិតរបស់អ្នកចំពោះរឿងប្រាក់ខែតាមពិតការដែលអាចទទួលបានប្រាក់ខែច្រើនមិនមែនសុទ្ធតែជាកូនសោសម្រាប់ចាក់ទ្វារទៅកាន់សុភមង្គលទាំងអស់នោះឡើយមានការងារច្រើនណាស់ដែលផ្ដល់ប្រាក់ខែឬប្រាក់ឈ្នួលខ្ពស់មានទាំងផ្ដល់នូវកញ្ចប់សុខភាពរួមទាំងកញ្ចប់ធានារ៉ាប់រងចាំបាច់នានាទៀតផងប៉ុន្តែការងារទាំងអស់នោះពុំបានធ្វើឲ្យអ្នកទទួលបាននូវសុខសន្តិភាពផ្លូវចិត្តនោះឡើយមនុស្សប្រក់មិនតិចទេដែលមិនបានផ្ដល់ក្តីស្រឡាញ់ក្នុងនាមជាឪពុកចំពោះកូនរបស់ពួកគេក៏ដោយសារតែការងាររបស់ពួកគេបានដណ្ដើមយកពេលវេលាសាងភាពស្និទ្ធស្នាលមួយចំនួនធំក្នុងជីវិតសឹងតែអស់ទៅហើយរឿងនេះក៏មានសភាពដូចគ្នាចំពោះមាតាដែលជាអ្នកធ្វើការផងដែរលុយដែលទទួលបានមកគឺពិតជាមិនអាចទូទាត់ដោះដូរជាមួយនឹងសុភមង្គលឬក្តីស្រឡាញ់សម្រាប់គ្រួសារដែលបានបាត់បង់ទៅតាមពេលវេលាធ្វើការរបស់អ្នកឡើយដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកពិបាកនៅក្នុងការជ្រើសរើសថាតើគួរតែបោះបង់ការងារនោះចោលឬក៏អត់សូមអ្នកបំភ្លេចចោលរឿងប្រាក់ខែឬទុករឿងប្រាក់ខែនោះចោលមួយឡែកសិនហើយងាកមកគិតមើលថាតើការងារនោះបានធ្វើឲ្យអ្នករីករាយទទួលបាននូវភាពរីកចម្រើននិងសុភមង្គលផ្លូវចិត្តពិតប្រាកដដែរឬទេតើវាមានគុណតម្លៃស័ក្តិសមនឹងឲ្យអ្នកដោះដូរពេលវេលាស្និទ្ធស្នាលជាមួយនឹងក្រុមគ្រួសាររបស់អ្នកដើម្បីការងារនោះដែរឬទេគំនិតទី5ធាតុសំខាន់ទាំង3ដែលអាចបង្កើតភាពរីករាយនិងសុភមង្គលផ្លូវចិត្តនៅក្នុងការងារធាតុទាំង3ខាងក្រោមនេះគឺមានសារៈសំខាន់បំផុតសម្រាប់ជួយអ្នកធ្វើការសម្រេចចិត្តថាតើការងារនោះជាការងារដែលអ្នកប្រាថ្នាចង់បានឬក៏អត់ 1. ការងារដែលផ្ដល់អត្ថន័យជីវិតនិងឱកាសរីកចម្រើនពិតប្រាកដ 2. ការងារដែលផ្ដល់នូវសុខសន្តិភាពផ្លូវចិត្តពិតប្រាកដ 3. ការងារដែលផ្ដល់សេរីភាពគ្រប់គ្រាន់ដល់អ្នកក្នុងការបញ្ចេញសមត្ថភាពក្នុងភាពជាខ្លួនពិតរបស់អ្នកនៅគ្រប់ដំណាក់កាលនានាតាមរយៈធាតុចរ3ខាងលើនេះយើងអាចកំណត់បានថាការងារណាដែលអាចផ្ដល់នូវគុណតម្លៃដល់រូបអ្នក
ជួយបន្ថែមអត្ថន័យដល់ជីវិតរបស់អ្នកនៅរាល់ពេលដែលអ្នកបំពេញសកម្មភាពនានាក្នុងតួនាទីដែលអ្នកទទួលខុសត្រូវហើយវាក៏បានធ្វើឲ្យអ្នកមានសុខសន្តិភាពផ្លូវចិត្តមានភាពរីករាយនិងផ្ដល់ឱកាសដើម្បីឲ្យអ្នកអាចរីកចម្រើនទៅមុខបាននោះហើយជាការងារដែលអ្នកគួរតែចាប់ឲ្យបាននិងថែរក្សាឲ្យបានល្អការបំពេញសកម្មភាពការងារណាមួយដែលអ្នកត្រូវបង្ខំចិត្តធ្វើគឺខុសគ្នាដាច់ឆ្ងាយណាស់ពីការបំពេញការងារណាមួយដែលអ្នកស្រឡាញ់ពេញចិត្តចង់ធ្វើហើយកាន់តែធ្វើគឺកាន់តែរីករាយហើយធ្វើមិនចេះហត់ទៀតផងសរុបសេចក្តីមកអ្វីដែលសំខាន់បំផុតនៅគ្រប់ដំណាក់កាលនៃជីវិតរបស់អ្នកនោះគឺសុភមង្គលផ្លូវចិត្តមានសុភមង្គលផ្លូវចិត្តគឺមានផលិតភាពការងារខ្ពស់និងជាប្រភពនៃភាពច្នៃប្រឌិតមានន័យថាអ្នកចំណាយពេលតិចដើម្បីធ្វើការប៉ុន្តែទទួលបានលទ្ធផលការងារល្អនិងគួរជាទីពេញចិត្តបុគ្គលិកម្នាក់ដែលរីករាយគឺអាចនឹងធ្វើការមិនចេះហត់ហើយអាចនឹងធ្វើការលើម៉ោងការងារដែលកំណត់ដោយច្បាប់ការងារទៀតផងនេះក៏ដោយសារតែភាពរីករាយដែលកើតចេញពីទឹកចិត្តស្រឡាញ់ពេញចិត្តនោះឯងដើម្បីកំណត់ថាការងារណាមួយជាការងារដែលអ្នកប្រាថ្នាចង់បានជាការងារដែលសមនឹងតម្លៃនៃការលះបង់អ្នកនោះគឺអ្នកត្រូវផ្ដោតទៅលើចំណុច3យ៉ាងដែលយើងបានបកស្រាយខាងដើមរួចមកហើយគឺគុណតម្លៃនិងឱកាសទទួលបានការបណ្ដុះបណ្ដាលដើម្បីអាចឲ្យអ្នករីកចម្រើនទៅមុខពិតប្រាកដមានភាពរីករាយមានសន្តិភាពផ្លូវចិត្តជាពិសេសទៅទៀតនោះគឺផ្ដល់សេរីភាពគ្រប់គ្រាន់ដល់អ្នកនៅក្នុងការបញ្ចេញនូវសមត្ថភាពច្នៃប្រឌិតផ្ដល់បរិយាកាសមួយនៅក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចហើយតែងតែជំរុញនិងស្វាគមន៍ជានិច្ចនៅរាល់គំនិតបង្កើតថ្មីនានាសូមអបអរសាទរអ្នកបានមកដល់ទីបញ្ចប់នៃការសម្ខាបសៀវភៅនេះហើយមុននឹងបញ្ចប់ខ្ញុំសូមរំលឹកគោលគំនិតសំខាន់ដែលយើងបានស្វែងយល់ជាមួយគ្នានៅក្នុងថ្ងៃនេះគំនិតទី1ការស្វែងរកការងារមិនមែនជារឿងដែលលំបាកពេកនោះទេប៉ុន្តែការស្វែងរកការងារមួយដែលអ្នកស្រឡាញ់ពេញចិត្តដែលអាចធ្វើឲ្យអ្នករីកចម្រើនពិតប្រាកដទៅវិញទេទើបជារឿងដែលលំបាកបំផុតនោះគំនិតទី2នៅពេលដែលអ្នកដឹងថាការងារបែបណានាំសុភមង្គលផ្លូវចិត្តនិងភាពរីកចម្រើនពិតប្រាកដដល់អ្នកហើយនោះជំហានបន្ទាប់គឺត្រូវតែដាក់ចិត្តតាមប្រមាណការងារទាំងនោះឲ្យបានគំនិតទី3រៀនសម្រេចចិត្តគំនិតទី4រៀនផ្ដល់ជីវិតនិងភាពស្រស់បំព្រងដល់ការងាររបស់អ្នកគំនិតទី5រៀនផ្លាស់ប្ដូរឥរិយាបថនិងការគិតរបស់អ្នកចំពោះរឿងប្រាក់ខែគំនិតទី6កំណត់គោលចំហរបស់អ្នកគំនិតទី7ធាតុសំខាន់ទាំង3ដែលអាចបង្កើតភាពរីករាយនិងសុភមង្គលផ្លូវចិត្តនៅក្នុងការងារ1គុណតម្លៃឬអត្ថន័យ2ភាពរីករាយនិងសន្តិភាពផ្លូវចិត្ត3សេរីភាពក្នុងបញ្ចេញសមត្ថភាពនិងគំនិតច្នៃប្រឌិតបាននៅគ្រប់ដំណាក់កាលការងារសូមអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នាលើកក្រោយជាមួយនឹងបុកធូនខ្មែរសម្រាប់ពេលនេះសូមអរគុណនិងសូមជម្រាបលា